បងប្អូននៅចាំអត់ហូបរសឆាដំបងមួយចានមែនខ្ញុំធ្លាប់ហូបដំបងបងអស់មួយចាន500រសឆាបងប្អូនម្ហូបខ្លះធ្វើញ៉ាំមិនមែនត្រឹមតែញ៉ាំឆ្ងាញ់ទេថែមទាំងរំលឹកដល់អតីតកាលយើងទៀតពីមុនគេប្រកាន់ពីសម្ដីណានិយាយត្រង់ធ្វើត្រង់តែមកដល់សម័យនេះតើចេះសម្ដែងបានមានអ្នកចូលចិត្តច្រើនយូរទៅទាំងខ្ញុំទាំងគេបែងចែកលេងទាំងអស់មិនដឹងអ្វីពិតអ្វីមិនពិតមកពិតដូចពិតមិនពិតដូចពិតអញ្ចឹងវល់ក្បងដឹងតែថាខ្ញុំនិយាយអីចិត្តនិយាយត្រង់ដូចធ្វើអីមួយអញ្ចឹងតតែច្បាស់ដូចទឹកត្រីផ្អែមរបស់យើងដាក់គ្រឿងច្បាស់ប្រើទឹកកន្លះលីត្រស្ករស3ខាំដាំរហូតដល់តាទឹកពុះស្ករយើងនៅលីល្អសិនទឹកត្រីយើងធ្វើនេះមិនថាតាស្រូបរសឆាទេស្រូបបាញ់សុងបាញ់ហុយបានទាំងអស់អត់តលីគ្រឿងទេយើងទុកទឹកស្ករឲ្យត្រជាក់ទឹកត្រីនេះប្រើបានច្រើនបើសិនជាបងប្អូនធ្វើទុកយូរមិនបាច់ប្រើបន្លែខ្ទឹមអីចូលក្នុងហ្នឹងទេយើងលាយតែទឹកត្រីហើយច្រកដបក្លាសេឬមកទុកក្រៅទូក៏អត់ខូចដែរទុកចោល3-4ខែក៏នៅតែញ៉ាំបានយើងមានការ៉ុតខ្ទឹមសខ្ទឹមក្រហមហាន់ល្អិតចេញមកមកតែហឹលតាមការចូលចិត្តទឹកត្រី350មីលីលីត្រយើងចាក់នៅពេលដែលស្ករយើងចុះត្រជាក់ទឹកខ្មែរដាក់មើលភ្លក់តាមបេះដូងក្បួនទឹកត្រីរបស់យាយធ្វើចាំមកភ្លេចទេតែផ្ទះខ្ញុំមកធ្វើលតឆាអត់ដែរចោលកឆាទេហើយកឆាយនៅក្រៅផ្ទះក៏ដាំដែរដាច់ដែរដាំទៅលើដីមានផែនការមកលាស់ល្អយកទៅដាំមិនអស់លោតយកមកដល់យើងប្រឡាក់ជាមួយនឹងទឹកស៊ីអ៊ីវខ្មែរហើយថែមប្រេងឆាបន្តិចទៅច្របល់វាឲ្យសព្វពណ៌ងាយស្រួលធ្វើណាស់បងប្អូនអត់ពិបាកទេឲ្យថាយើងលាយទឹកត្រីទុកចឹងទៅចង់ញ៉ាំលតឆាបាញ់ឆាបាញ់សុងបាញ់ហុយអីមានតែបន្លែមានទៅនេះមកធ្វើបានបាត់ហើយដាក់ពងមាន់ច្រភ្នៅមិនឆ្ងាញ់ទឹកប្រឡាក់សាច់ខុនដែលបងប្អូនយកទៅឆាលតក៏បានដែរប៉ុន្តែមិនប្រើច្រើនទេយើងយករសជាតិរៀងស្រាលចឹងដាក់មួយស្លាបព្រាឆាបាន2ចានបើឆាម្ហូបធម្មតាមួយចានតូច2ទៅ3ស្លាបព្រាឆាមីកតាំងឆាបាយឆាបន្លែឆាគ្រឿងក្លែមប្រឡាក់សាច់បាយស្រូបមានទឹកជ្រលក់ស្រាំងកាពិផានៅម្ទេសឆាបាគាយកទៅដល់ញ៉ាំមួយបាយបានបដ ாய் បងប្អូនចង់យកមុខមួយណាក៏បានដែរឬមួយក៏ចង់បានជាឈុតធំហ្មងប្រូម៉ូសិនពិសេសមហាសានចំណេញចង់បានឈុតមួយណាខ្លះឆាចូលរសឆារបស់យើងថែមបន្លែរួចហើយចាក់ទឹកជាចូលមកបន្តិចទៅកន្លោះមក2-3ត្រឡប់បន្លែឆ្អិនហើយបានបន្ថែមតែពងពីលើនឹងមកបាច់จะមានសាច់ក៏បានដែរទឹកត្រីរបស់យើងរសជាតិមកល្មមអត់ប្រៃអត់ផ្អែមពេកទេដាក់ជាមួយលតឆាមកឆ្ងាញ់ទោះយើងស្រូបច្រើនប៉ុណ្ណាក៏អត់ប្រៃដែរខ្សែលតរបស់យើងមានជាតិស្រាប់ដាក់ទឹកត្រីឆ្ងាញ់ទៀតមកត្រូវគ្នាអស់តើលតឆាបងប្អូនសម្រាប់ព័ត៌មានបន្ថែមបងប្អូនឆាតចូលពេកណាអរគុណច្រើនបងប្អូនបាយបាយ